តើជួបគ្នាជាមួយនឹង padding ចឹង padding វាអត់តន់ទៅណាឆ្ងាយអំពី box style ទេនៅទីនេះគឺ padding ណា padding អ្នកទាំងអស់គ្នាស្គាល់ហើយពីមេរៀនមុនខ្ញុំបានបរៀនហើយអំពីស្អីគេទៅ margin ស្អីគេទៅ border ហើយស្អីគេទៅ padding ណាហើយចឹងយើងមកដល់កន្លែង padding នេះគឺមុននឹងយើងសរសេរ padding គឺយើងត្រូវយល់អំពីនេះសិនគឺខ្ញុំមានប៊ូតុងមួយមានឈ្មោះថា submit នៅក្នុងប៊ូតុង submit ហ្នឹងខ្ញុំដាក់ឈ្មោះ class ថា btn ណា btn អញ្ចឹងនៅពេលដែលយើងចង់ដាក់ style ឲ្យប៊ូតុងហ្នឹងគឺយើងនឹងចូលទៅក្នុង style CSS ហើយបន្ទាប់មកយើងនឹងហៅឈ្មោះ class វាមកគឺយើងប្រើសញ្ញាចុចមួយរួចហើយ btn គឺជាឈ្មោះរបស់ប៊ូតុងហ្នឹងណាគឺ class name របស់ប៊ូតុងហ្នឹងអញ្ចឹងនៅពេលដែលយើងចង់សរសេរចង់ដាក់ padding អ្នកទាំងអស់គ្នាត្រូវយល់អំពី padding ថា padding ហ្នឹងអីគេហើយអញ្ចឹងទៅមើលមេរៀនមុនខ្ញុំបានលម្អិតជូនហើយអញ្ចឹងគឺកូដរបស់វាគឺយើងសរសេរថា padding ណា padding អញ្ចឹង padding វាមាន padding top padding button padding left padding right អញ្ចឹងវាមានដូច margin ដែរអញ្ចឹងឥឡូវខ្ញុំសរសេរតែមកបន្ទាត់ប៉ុន្តែវាបានទាំង4 padding អញ្ចឹងអូខេតែគេសេបែបម៉េចអញ្ចឹងយើងសេ padding អញ្ចឹងមកបន្ទាប់មកយើងដាក់នេះមកយើងដាក់តម្លៃនៃ padding ហ្នឹងមកណាហើយអានេះ2ខ្ញុំដាក់3មួយទៀត3ដូចខ្ញុំដាក់4px ចុះអាយ៉ា 4px ហើយបន្ទាប់មកខ្ញុំដាក់ 5px អញ្ចឹងវាដូចទៅនឹង margin ដែរវាដូចទៅនឹង margin ដែរគឺមានរបៀបសរសេរគឺមកបន្ទាត់ដាក់ទាំង4នេះគឺមានន័យថានេះគឺ top right button left អញ្ចឹងវារត់ឆ្វែលពីម្ចេះខាងលើខាងស្ដាំខាងក្រោមខាងឆ្វេងណាអញ្ចឹងបើយើងសរសេរមកបន្ទាត់គឺបែបហ្នឹងណាបើអញ្ចឹងយើងចង់ដឹងថាវាមែនអត់យើងមកមើលនៅនេះយើងមកមើលនៅក្នុងមកស្ដាំទៅយើងចុចយកថា inspect មកអញ្ចឹងហើយចុចយកកន្លែង button នេះមកវានឹងឃើញនៅទីនេះឃើញទេអញ្ចឹងមាន2 3 4 5ណាវាដូចអានេះដែរគឺ2 3 4 5អញ្ចឹងមានន័យថាវារត់ពីលើមកក្រោមហើយវារត់ទៅខាងស្ដាំណាពីលើស្ដាំក្រោមឆ្វេងណាអូខេអញ្ចឹងអានេះជាការសរសេរមួយបន្ទាត់